ឈ្មោះពៅសុភ័ក្រតើការពោលពាក្យថាមានទេវតាប្រអិនប្រព្រំឬប្រែតនរកជាដើមទៅធ្វើដូចម្ដេចទើបដឹងជាក់ច្បាស់ថាមានពិតប្រាកដបើដឹងតាមការសិក្សារៀនសូត្រចេញពីសិភៅផ្សេងឬគម្ពីរបត្រៃបិដកក្តីសុទ្ធតែមនុស្សអ្នកចេះដឹងឬអ្នកប្រាជ្ញធំជាអ្នកសរសេរចារទុកឲ្យដោយមិនបានមានផុសតាងច្បាស់លាស់ឬបានឃើញផ្ទាល់ភ្នែកទេនៅពេលដែលពោលស្ដីម្ដងតើមានជាក់ច្បាស់លាស់ក្នុងចិត្តខ្លួនឯងទេឬចេះតែថាទាំងងងឹតសូមលោកចាស់គ្រូមេត្តាបកស្រាយឲ្យបាត់ចម្ងល់ខ្ញុំបកករណាទេដបកជាបានបាត់ឆ្ងល់មិនដឹងរឿងយើងឆ្ងល់ហ្នឹងហើយបកបានប៉ុន្តែថាបាត់ឆ្ងល់អត់អាហ្នឹងវាជារឿងរបស់យើងណាមុននឹងឆ្លើយប្រាប់ថារឿងនេះគឺជារឿងលំបាកក៏ព្រោះតែរឿងនេះដែរទើបបានឲ្យមានសាសនាដ៏ច្រើនហើយបើទោះជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឃើញដោយទឹកបច្ចៈខដំបូងក៏ដោយក៏ព្រះអង្គមិនងាយសម្ដែងដែររឿងហ្នឹងណាពីព្រោះអីពីព្រោះមនុស្សឃើញបានដោយលំបាកហ្នឹងមិនមែនព្រះអង្គថាស្រួលទេហើយលំបាកប្រាប់ទូយ៉ាងដូចរឿងសម្ដែងអំពីប្រែតអំពីស្អីនេះទេវតាដែលព្រះអង្គធ្លាប់ឃើញតាំងពីទៅតែបានត្រាស់ហ្នឹងព្រះអង្គដែលសម្ដែងទេដំបូងឡើយអត់ទេមកពីអីនិយាយប្រាប់នៅអ្វីដែលគេមិនដែលឃើញហ្នឹងវាពិបាកណាស់ដូចដំបូងអ្នករកឃើញផែនដីមូលអញ្ចឹងនិយាយប្រាប់គេឥឡូវហ្នឹងសួរថាសម័យឥឡូវហ្នឹងមានមនុស្សប្រមាណអ្នកដែលជឿថាផែនដីមូលហើយមនុស្សប្រមាណអ្នកដែលយល់ថាផែនដីវិលអញដួលងាប់ហើយអញ្ចឹងមិនមែនឲ្យតែការពិតសិតតែសនុកប្រាប់គេទេគ្រាន់តែលើកឧទាហរណ៍ប្រៀបធៀបចេះតែបានប៉ុន្តែដរាបណាមិនតាន់ឃើញសច្ចធម៌ឲ្យបាត់សង្ស័យគឺមិនបានទេសង្ស័យនៅតែមានអញ្ចឹងពីព្រោះវិជ្ជកិច្ឆាប្រែថាសេចក្តីសង្ស័យ8យ៉ាងមិនបន្ទោសទេសួរនេះមិនបន្ទោសពោះមនុស្សនៅពុទ្ធជនគឺត្រូវតែមានចម្ងល់នឹងតែម្ដងពុបបន្ទេកង្កតិសង្ស័យជាតិមុនមិនអញ្ចឹងខន្ធាតអាយតនៈដែលកន្លងទៅហើយអបរន្ទេកង្កតិសង្ស័យថាជាតិមុខមានអត់នៅណាអ្នកសង្ស័យអញ្ចឹងពុទ្ធជនបើទោះជាបានស្ដាប់ធัวយល់ម្ដងម្កាលក៏នៅតែមិនតាន់កាត់ផ្ដាច់ចឹងវិជ្ជកិច្ឆានុស័យអនុស័យហ្នឹងលោកគ្រូធัวហ្នឹងក៏ដោយក៏មិនតាន់បានកាត់ផ្ដាច់ដោយសមុច្ឆេទដែរប៉ុន្តែដោយអាស្រ័យការពិចារណាច្រើនតាមមេរៀនពធទៅអវិជ្ជកិច្ឆាដែលវាក្រោកគ្រៀតបាត់បង់ប៉ុន្តែអាសងំដេកក្នុងសង្សារវដ្តនោះនៅដដែលឥឡូវហ្នឹងឲ្យឆ្លើយច្បាស់ហ្មងបើអាត្មាមិនដែលឃើញដែរហ្នឹងឲ្យឆ្លើយចេះទៅវិញណាឲ្យថាឲ្យច្បាស់ហ្មងបើអ្នកថានេះវាមិនដែលឃើញដែរនេះហ្នឹងសិក្សាតាមតកពីមេនឹងឯងប៉ិនក្រន់ថាអញ្ចេះរឿងទាំងអស់មិនចាំបាច់ដល់តែឃើញផ្ទាល់ភ្នែកទេអាស្រ័យដោយយោនិសោមនសិការៈនិងការសិក្សាគេអាចសន្និដ្ឋានបានពុទ្ធជននេះឲ្យច្បាស់នៅក្នុងសច្ចធម៌គ្មានទេតែគ្រាន់តែមិនយល់ខុសអាចលំនាំទៅតាមមេរៀនហ្នឹងមានការយល់ដឹងវាកាន់តែភ្លឺទៅហ្នឹងមានបើប្រៀបពីសុខភាពវិញអត់បានព្យាបាលដាច់ទេកុសលដែលចម្រើនឡើងហ្នឹងដូចជាមនុស្សដែលបានលេបថ្នាំហើយនឹងបំពន់អាហារដើម្បីមានសុខភាពល្អឡើងប៉ុន្តែមេរោគវាអត់ដាច់ទេប៉ុណ្ណឹងក៏ល្អដែរក៏ល្អជាងអត់ព្យាបាលដែរមែនទេហ្នឹងហើយការថ្នាក់ថ្នមសុខភាពដូចតំណោមផ្អែមពីណាទៅព្យាបាលជាអត់ជាទេប៉ុន្តែបើដឹងអត់ជាយើងឈប់ព្យាបាលដែរនៅតែថែរក្សាសុខភាពមានរឿងហ្នឹងគេសួរតាំងពីសម័យព្រះអង្គម៉ែដូចបាយាសិរិជញ្ញៈសួរកុមារកសបៈថាដែលដឹងថាទេវលោកមានហ្នឹងទេវតាមានហ្នឹងពីណាប្រាប់បានលោកគ្រាន់តែលើកឧទាហរណ៍ទេអានេះប៉ុន្តែឧទាហរណ៍ទាំងអស់ហ្នឹងគ្រាន់តែដោះចម្ងល់បណ្ដោះអាសន្នលោកថាមនុស្សខ្វាក់ពីកំណើតមិនដែលឃើញពន្លឺព្រះអាទិត្យមិនដែលឃើញពន្លឺព្រះច័ន្ទមិនដែលឃើញពណ៌ខៀវមិនដែលឃើញពណ៌ក្រហមហើយស្រាប់តែស្ដាប់ឮគេនិយាយពរនាថាមេឃពណ៌នេះពណ៌នោះកណាត់ពណ៌នេះពណ៌នោះស្រាប់តែមនុស្សខ្វាក់ពីកំណើតណាមិនបានន័យថាធ្លាប់ឃើញគឺថាល្ងឹតតាំងពីកំណើតហ្នឹងបដិសេធថាវាគ្មានពណ៌ខៀវពណ៌ក្រហមស្អីទេវាឃើញតែខ្មៅរហូតនឹងឯងតើមនុស្សដែលខ្វាក់ពីកំណើតវិនិច្ឆ័យអញ្ចឹងត្រូវអត់ត្រូវទេអញ្ចឹងបានប្រតិរដ្ឋថាអញ្ចឹងហើយព្រះរាជាខ្វាក់ចុះឯង
នឹងតាមពិតអតិសមានកាយពពួកប្រែតនរកឬក៏ទេវតានឹងវាជាប្រភេទនៃអតិសមានកាយបុគ្គលអ្នកចម្រើនចិត្តមានឈានជាបាតអាចមើលឃើញហ្នឹងព្រះអង្គប្រាប់ដែរថាហើយប៉ុន្តែវាមានខ្លះដែលពួកនឹងឲ្យឃើញក៏មានដែរអញ្ចឹងបានវិទ្យាសាស្ត្រឥឡូវក៏អត់សូវហ៊ានខ្លាំងដូចមុនទេដូចរឿងជាតិមុខជាតិក្រោយអីពីព្រោះអីឥឡូវវាមានអ្នកចាំជាតិហើយនិយាយទៅវាត្រូវពិតប្រាកដពីមុនវិទ្យាសាស្ត្រនិយាយពីដាច់ខាតមកដាច់ខាតទាំងងាប់ហ្នឹងឈឹងហ្មងពីមុននិយាយគឺដាច់ឈឹងហ្មងឥឡូវនេះគឺមានរឿងជាច្រើនដែលពួកអ្នកវិទ្យាសាស្ត្រកប់យោបល់អញ្ចឹងមិនមែនបានន័យថារឿងដែលមានហ្នឹងទល់តែភ្នែកយើងឃើញទេភ្នែកយើងមិនឃើញក៏មានដែរពិភពច្រើនណាស់ដែលភ្នែកយើងអត់តាន់បានឃើញទេឥឡូវយូរបានអ្នកវិទ្យាសាស្ត្រគេថាឥឡូវទៅដល់ភពនេះហើយទៅឃើញឥឡូវទៅដល់ភពនោះហើយឥឡូវហ្នឹងវិទ្យាសាស្ត្រក៏រកឃើញថាមានពិភពខ្លះមានសត្វចម្លែករស់នៅដូចមនុស្សដែរអញ្ចឹងពីមុនវិទ្យាសាស្ត្រឃើញអត់ប៉ុន្តែទៅតែរកឃើញមានន័យថាទៅតែមានឬក៏មានយូរហើយអញ្ចឹងត្រូវដឹងថាមិនមែនទល់តែភ្នែកយើងឃើញទៅមានទេដូចរឿងសម្ដែងពីនរកអីនេះមួយឆ្នាំដំបូងប្រពន្ធអត់ដែរនិយាយត្រាស់ដឹងហើយណាអត់ដែរសម្ដែងទេត្រាស់ភ្លាមមាមរតនាព្រះអង្គក៏ព្រះអង្គមិនដែរនិយាយដែររហូតដល់ថ្ងៃមួយព្រះមោគលានជាមួយនឹងព្រះលក្ខណថេរចុះពីភ្នំកិច្ចកោតទៅបិណ្ឌបាតព្រះមោគលានលោកញញឹមព្រះលក្ខណថេរក៏សួរព្រះមោគលានថាហេតុអ្វីបច្ច័យអ្វីបានជាអវសោញញឹមកុំតន់សួរអីតោះទៅបិណ្ឌបាតសិនចាំឆាន់ហើយខាងមុខព្រះសម្មាសម្ពុទ្ធចាំកណានិយាយប្រាប់ឆាន់ហើយរហូតមកដល់មកថ្វាយបង្គំព្រះអង្គព្រះលក្ខណថេរហ្នឹងក៏រំលឹករឿងហ្នឹងថាការដែលយើងចុះពីភ្នំអវសោញញឹមកាលនោះអត់តាន់មានវិន័យថាផន់ទេអវសោគឺហៅអវសោស្មើគ្នាបានប្រមោគលានថាខ្ញុំកណាឃើញដុំសាច់អណ្ដែតនៅលើមេឃហើយមានដែកនឹងវាហក់ចាក់ចុះចាក់ឡើងខ្លះនឹងក្រងឆ្អឹងអណ្ដែតនៅលើអាកាសហើយមានខ្លះទៀតនឹងលីពងរត់ពួកអណ្ដែតនឹងពងប៉ិនក្អមហើយវាវែងអញ្ចឹងទៅកាលណារត់អត់លើកវាអូសដីចាក់ស្មៅចាក់អីអញ្ចឹងទៅហើយដល់ពេលអញ្ចឹងលើកកវត្តលីចេះមានសត្វរអាត់តាមចឹកកកេអញ្ចឹងទៅស្រែកធ្ងោរហឹសខ្លះទៀតនឹងដែកធ្លាក់ចុះពីអាកាសលិចពីលើទៅក្រោមចេញភ្លិចស្រែកធ្ងោរហឹសទាំងអស់ដូចជា20បានព្រះអង្គថាពួកអ្នកទាំងនឹងតថាគតឃើញតាំងពីតថាគតទៅទេត្រាស់ដឹងក៏ប៉ុន្តែតថាគតមិនដែលនិយាយដោយសារអ្វីដោយសារគ្មានអ្នកណាឃើញក្រៅពីតថាគតឥឡូវអ្នកក៏ឃើញហើយយើងបានអ្នកជាសាក្សីព្រះអរហន្តដតីក៏ចាប់ផ្ដើមឃើញដោយសារលោកចម្រើនបានឈានបងប្រាប់ដែរតើមិនមែនមើលឃើញដោយភ្នែកណាហ្នឹងវាទល់តែជាអ្នកចម្រើនចិត្តទើបមើលឃើញហើយមកនិយាយមិនឲ្យអ្នកដែលអត់មានឈាននឹងឃើញនិយាយមិនឲ្យវាឃើញបើវាណអត់ឃើញហ្នឹងដូចយើងទៅបញ្យលមនុស្សអត់ដែលឃើញពលឺព្រះអាទិត្យឲ្យឃើញពណ៌មិនអញ្ចឹងបញ្យលបានយល់មិនដឹងប៉ុន្តែដើម្បីឲ្យជាក់ច្បាស់ថាជាតិមុខជាតិក្រោយទេវលោកមេរលោកមានមួយយ៉ាងទៀតមិនចាំបាច់មានចក្ខុទឹកទេគឺឃើញនៅសច្ចធម៌អ្នកឃើញសច្ចធម៌នេះច្បាស់ជាងអ្នកមានចក្ខុទឹកទៅទៀតដូចយើងសិក្សាអំពីធម៌អីដែលជាហេតុធម៌អីដែលជាផលដកសត្វចេញដកបុគ្គលចេញគឺឃើញតែប្រព្រឹត្តទៅនៃកម្មនិងវិបាករបស់កម្មឃើញទេព្រះអរិយបុគ្គលដ៏ច្រើនអត់មានឈានទេអត់មានចក្ខុទឹកសម្រាប់មើលពួកប្រែតនរកទេប៉ុន្តែលោកអត់ឆ្ងល់ពីរឿងហ្នឹងសោះហើយប្រកាសក្នុងចិត្តថាវាមាននឹងមិនដោយសារហេតុវាមានហេតុស្អីគឺអំពើកម្មលោកឃើញទៅដល់តួអភិសង្ខាមានបញ្ញាភិសង្ខាបញ្ញាភិសង្ខានេះបានដល់មហាកុសល8ហើយនឹងរូបាវចរកុសល5វាបង្កើតនាមរូបបង្កើតវិញ្ញាណបដិសន្ធិអីគឺបង្កើតមហាវិបាកបង្កើតរូបាវចរវិបាកនេះចុះរូបាវចរវិបាកនឹងវាត្រូវកើតឡើងនៅឯណានៅក្នុងព្រហ្មលោកមិនមែនកើតនៅមនុស្សទេឃើញដល់ហេតុផលរបស់វាអញ្ចឹងដូចគេរៀនរូបមន្តអញ្ចឹងអភិធម្មនេះអាចធ្វើឲ្យយើងកាត់ក្តីរឿងនឹងបានច្បាស់បរមត្ថអភិធម្មអាចទៅកាត់ក្តីរឿងនឹងបានដូចគ្នានឹងយើងរៀនគណិតវិទ្យាឬក៏រៀនរូបវិទ្យាឬក៏គីមីវិទ្យាអញ្ចឹងនៅសាលាខ្មែរយើងនេះភាគច្រើនអត់មានប្រដាប់ពិសោធន៍ពិតទេប៉ុន្តែអាស្រ័យរូបមន្តអ្នករៀនអាចធ្វើចំណោទត្រូវបានមែនទេអាចដោះស្រាយបានដូចអាត្មាទៅរៀនគីមីរូបវិទ្យាអី
និយាយពីអាស៊ីតនិយាយពីអុកស៊ីហ្សែននិយាយពីអូស្មန်កាបូនិកនិយាយស្អីនៅលើរូបមន្តហ្នឹងប៉ុន្តែឥឡូវយើងឃើញថាចុះបើមិនឃើញផងមកពីយើងវាអត់យល់កាលណាយល់មេរៀនហ្នឹងមិនចាំបាច់ប្រដាប់ពិសោធន៍ទេពីព្រោះរូបមន្តហ្នឹងបូកទៅចេញមកគណិតវិទ្យាគីមីវិទ្យារូបវិទ្យានៅស្រុកខ្មែរតិចណាស់ដែលមានប្រដាប់ពិសោធន៍ប៉ុន្តែគេអាចថាវាពិតអត់ពិតអាស្រ័យអីអាស្រ័យរៀនទៅវាមានរូបមន្តអញ្ចឹងដើម្បីកម្ចាត់បងនៅការសង្ស័យរឿងហ្នឹងកម្ចាត់បងដោយសមុច្ឆេទទល់តែសោតាបនបុគ្គលនឹងយ៉ាងទាបបំផុតប៉ុន្តែសម្រាប់ពុទ្ធជនបើឲ្យឃើញច្បាស់ជាងហ្នឹងគឺបាននៅសមាបត្តិចម្រើនអាចបាននៅចក្ខុដូចជាទៅតែបើមិនបានអញ្ចឹងទេគឺច្បាស់នៅក្នុងបរមត្តបរិយ័តប៉ុន្តែនៅក្នុងបរមត្តមិនមែនរៀនថានេះទេវតានេះព្រំអានគម្ពីរអញ្ចឹងឲ្យអស់សង្ស័យទេអត់ទេពីព្រោះដើម្បីឲ្យអស់សង្ស័យនៅក្នុងរឿងនឹងបានគឺច្បាស់លាស់នៅក្នុងបរមត្តបែងចែកសមតិសច្ចៈនិងបរមត្តសច្ចៈបានប្រសិនបើស្អីទល់តែឃើញផ្ទាល់ភ្នែកទៅយើងអាចសន្មតថាពិតយើងការរៀនអត់ប្រយោជន៍ឧទាហរណ៍តុលាការគេកាត់ក្តីរឿងអីមួយរឿងហ្នឹងវាកើតតាំងពីម្សិលមិញរឿងហ្នឹងកើតតាំងពីខែមុនប៉ុន្តែគេកាត់ក្តីខុសតិចណាស់ដោយសារអីដោយសារគេរៀនច្រើនគេចេះប្រមូលផុសតាងគេចេះប្រមូលសាក្សីខុសតាងនិងបទវិភាគរបស់គេអាចកាត់ក្តីរឿងតាំងពី20ឆ្នាំមុនបានបើយើងគិតថាទល់តែយើងឃើញផ្ទាល់ភ្នែកបានមានចឹងឈប់រៀនឈប់អីទៅចាំទៅស្ដាប់ឮចាំទៅមើលឃើញហ្មងភ្នែកយើងនេះមើលជាងកាលឃើញហើយថាខុសក៏មានដែរឧទាហរណ៍ដូចជាអាត្មានេះឯងកាលពីក្មេងសួរញោមប្រុសមនុស្សនៅក្នុងមេក្រូប៉ុន្មានអូមកមើលមេក្រូនឹងឃើញអត់ស្ដាប់ឮអត់ការវិនិច្ឆ័យមិនមែនអាងលើភ្នែកនឹងតិចប៉ុណ្ណឹងទេញោមប្រុសក៏ប្រាប់ថាមនុស្សនឹងសិតតែមនុស្សខ្ទើយពងក្តោវាប៉ិនសៃច្បើងហើយឮវាច្រៀងឮវាលេងភ្លេងឮស្អីហីប៉កែណាណោះស្មានអញ្ចឹងមែនឥឡូវឮមេក្រូនោះក៏ឃើញទៀតសួរថាតើការឃើញដោយខ្វះបញ្ញាយ៉ាងនេះវិនិច្ឆ័យត្រូវអត់អត់ទេអញ្ចឹងបានព្រះអង្គថាយោធម្មំបស្សតិសោមំបស្សតិដល់ទៅពេលយល់ដឹងធម៌ពិតប្រកបឃើញធម៌ពិតប្រកបរឿងលោកនេះរឿងដតីរឿងនរកប្រែតរឿងសាមញ្ញជាទីបំផុតហើយក៏គ្មានចាំបាច់ចង់ដឹងថាមែនរឿងមែនគឺត្រូវដោះខ្លួនចេញពីលវត្តដាក់នេះអញ្ចឹងពីព្រោះរឿងហ្នឹងវាជារឿងប្រចាំលោកនេះរឿងប្រែតក៏ដោយនរកក៏ដោយសួរក៏ដោយព្រំក៏ដោយមិនមែនបរិញ្ញាអញ្ចឹងឲ្យយើងគេចខ្លួនពីនរកប្រែតទៅនៅត្រឹមឋានសួគ៌មិនមែនទីបំផុតវាគ្រាន់តែជាដំណើរសម្ចតនៅក្នុងសង្សារវដ្តតែប៉ុណ្ណោះឧទាហរណ៍ថាដំណើរយើងទៅភ្នំពេញអញ្ចឹងតាមផ្លូវហ្នឹងវាមានថ្លុកវាមានភក់វាមានច្រំមានផ្កាមានសួនច្បារមានសន្តាគារធំថាមានស្អីមានទៅតែដំណើរយើងទៅភ្នំពេញទេបើយើងគ្រាន់តែគេចកលុកហើយឡើងមកកាន់សួនច្បារហ្នឹងសួរថាទៅដល់អត់សំខាន់គឺស្គាល់ផ្លូវច្បាស់ប៉ុន្តែយើងត្រូវស្គាល់បដាដោយសារអីជៀសកន្លែងកលុកមករកផ្លូវល្អប៉ុន្តែអាហ្នឹងមិនមែនសំខាន់ណាស់ទេយ៉ាងណាមិញធម៌របស់ព្រះសម្មាសម្ពុទ្ធដូចគ្នានរកសួរជារឿងធម្មតាទេតែសំខាន់គឺអរិយមគ្គអង្គ8ប្រការនរកសួរឬក៏ឋានសួគ៌ឋានអីណាគ្រាន់តែជាគ្រឿងលម្អភ្នែកតាមផ្លូវទេតែគោលដៅរបស់យើងទៅកាន់ភ្នំពេញឯនោះទេទៅឈ្មោះថាដើរត្រូវគោលដៅយើងអត់អាចនៅបណ្ឌិតទៅជាសួនច្បារនេះមានប្រហែលដើមអានឹងចិត្តតែដើរអង្គុយមើលអញ្ចឹងថ្ងៃណាទៅដល់ទីបំផុតរឿងឋានសួគ៌ក៏គ្មានរឿងអីសំខាន់ដែរហើយព្រះអរិយបុគ្គលជាដើមសំខាន់គឺលោកស្គាល់ផ្លូវទៅដល់ទីគោលដៅឃើញទេទៅដល់គោលដៅអ្នកបើកឡានពិតប្រកបគឺសម្លឹងមើលផ្លូវនៅពេលដែលឃើញសច្ចធម៌ពិតប្រកបហើយលោកមិនដែលឃើញទេវតាក៏ដោយមិនដែលឃើញនរកក៏ដោយមេរៀននេះគឺជាមេរៀនថ្នាក់ដំបូងបំផុតហើយរឿងឋានសួគ៌ឋាននរកនេះតែបើកាលណាយើងអត់ឃើញដល់សច្ចធម៌ទេវានៅតែនឹងដែលយើងត្រូវរត់រត់ទីពឹងត្រូវគេនិយាយថាធ្វើអញ្ចេះធ្លាក់នរកទៅចេះឋានសួគ៌នឹងហើយដែលត្រូវរត់រត់ទីពឹងរកព្រះជួយរកអាទិទេពជួយគឺនៅត្រង់ចំណុចទាបបំផុតបើយើងចូលទៅរកសាសនាត្រឹមតែចង់ឡើងឋានសួគ៌គឺជាកម្រិតទាបបំផុតពីព្រោះអីដំណើរចេញចាកពីសង្សារវដ្តនេះគឺជាដំណើររលាស់ពាក្យថារលាស់ជាកាមតណ្ហាក្តីជាភវតណ្ហាក្តីជាវិភវតណ្ហាក្តីអញ្ចឹងបានជាភិក្ខុមួយអង្គសួរព្រះអង្គអំពីលោកនេះវាមានទីបំផុតត្រឹមណាសួរអាកន្លែងមើលមិនឃើញហ្នឹងណាព្រះអង្គនៅស្ងៀមនិយាយដល់វាមិនយល់ដល់សួរចុះសួរឡើងព្រោះអធិស្ឋានលោកចង់ដឹងចក្រវាលនឹងដល់ណាព្រះសម្មាសម្ពុទ្ធថាយូរហ่ะ
មេខៈនឹងប្រែទៅទេឥឡូវវិទ្យាសាស្ត្រអីជាអាប៉ូឡូទៅដល់ណាក៏វាមិនដល់វាទៅទេហើយហ្នឹងហើយព្រះអង្គហ៊ានអះអាងតាំងពីព្រះអង្គមិនតាន់មានកែវយឹតមើលឥឡូវយើងគិតមើលព្រះអង្គមានកែវយឹតណាមើលប៉ុន្តែព្រះអង្គអះអាងថាគ្មានទេហើយសួរទៅព្រះអង្គដែលមានកតុំរួយណាជីកទៅមើលមិនក៏ព្រះអង្គថាត្រូវដល់ទៅពេលសួរព្រះអង្គញឹកពេកទៅព្រះអង្គអត់ឆ្លើយដឹងតែឆ្លើយក៏វាអត់ប្រយោជន៍ភិក្ខុនឹងខឹងច្រឡោតដាក់ព្រះអង្គមកបើពិតព្រះអង្គได้ចម្រើនខ្ញុំសួរ3ដងហើយចេះថាចេះមិនចេះថាមិនចេះមកមិនក៏មិនឆ្លើយសោះចុះអ្នកតែមិនឆ្លើយខ្ញុំសឹកទៅចូលសាសនាផ្សេងឥឡូវបានព្រះអង្គថាមនាលភិក្ខុតើតថាគតធ្លាប់សន្យាថាអ្នកណាក៏ដោយឲ្យទៅចូលមកសួរតថាគតគង់ទៅឆ្លើយទាំងអស់ហ្នឹងដែលសន្យាចឹងអត់ទេអាហ្នឹងវាសិទ្ធិរបស់តថាគតឆ្លើយម្យ៉ាងទៀតតថាគតដឹងតែឆ្លើយទៅក៏គាត់ឯងហ្នឹងវាគ្មានដឹងខ្យល់អីដែរបងលើករឿងឲ្យស្ដាប់អ្នកមិនខុសពីមនុស្សម្នាក់ដែលត្រូវព្រួញសនឹងមានពឹសទៀតដុកទ័រនៅចិត្តបង្កើយមិនអោយពេទ្យនឹងដកព្រួញចេញទេរក្សាព្រួញនឹងទុកហើយសួរថាអាណាបាញ់អញវាឈរនៅតាណាចងាយប៉ុណ្ណាអ្នករស់អ្នកបាញ់មិនតាន់ឃើញផងអ្នកត្រូវស្លាប់បាត់ទៅហើយជីវិតអ្នកនេះខ្លីណាស់ទិដ្ឋិដែលជាព្រួញសនេះអ្នកអត់ព្រមដកចេញទេអ្នកទៅចង់ដឹងអាមេឃដីមើលមិនឃើញនោះដូច្នេះកង្វល់ទាំងឡាយឆ្ងល់រឿងខាងក្រៅកាលណាបើយល់ពីដីទឹកភ្លើងខ្យល់ខាងក្នុងបានហើយខាងក្រៅឈប់ឆ្ងល់ដូចគ្នានឹងត្រូវព្រួញចឹងកាលណាដកព្រួញចេញបានហើយព្យាបាលបានហើយវាធួចាំដើររកក្រោយទៅវាមានពិបាកស្អីសំខាន់សង្គ្រោះជីវិតសិនហើយព្រះអង្គជាពេទ្យសម្រាប់ដកនៅទិដ្ឋិរបស់សត្វលោករឿងលោកនេះលោកដតីព្រះអង្គសម្ដែងសោះតែនឹងខានទេណាញាតិញោមបើមិនសម្ដែងទេត្រូវសាសនាដតីនឹងកុហកគេពេកបានព្រះអង្គប្រាប់ថាអ្នកវាមានអញ្ចឹងហើយមានមិនមែនប្រហែលសាសនាដតីនិយាយទេទាំងអស់31ភពឯណោះទាំងអស់ហើយនោះសម្ដែងឲ្យសួរទៀតអ្នកចង់នៅតាណាត្រង់ណាក៏ដោយឲ្យទៅនៅក្នុងឥទ្ធិពលនៃសង្ខារធម៌ត្រង់នោះរស់សេចក្តីសុខពិតអត់ឃើញទេមនាលភិក្ខុទាំងឡាយតើគេក៏បីបាននៅភាពទៀងអំពីខណ្ឌបញ្ញកៈនេះមកពីណាអញ្ចឹងភពណាក៏ដោយឲ្យតែមានខណ្ឌអញ្ចឹងរបស់ណាមិនទៀងជាសុខពិតទេមិនមែនទេជាទុក្ខរបស់ណាដែលមិនទៀងតែងតែប្រែប្រួលជាទុក្ខចឹងគួរឬប្រកាន់តែជាប់ជាពាក់នៅនឹងមិនគួរទេទីបំផុតវាគង់តែវិន័យ